ហើយថាខ្មែរនឹងកសាងកងកម្លាំងប្រដាប់អាវុធដោយខ្លួនឯងជាជាងពឹងផ្អែកលើវៀតណាមលោកពលលោកស្លឹកសនិយាយយ៉ាងនេះដោយលោកឈរលើគូចំហឯករាជ្យម្ចាស់ការដែលចេញមកពីការរៀនសូត្រពិសោធន៍នៃកិច្ចព្រមព្រៀងហ្សឺណែវឆ្នាំ1954ដែលពេលនោះគឺនៅក្នុងឆ្នាំ1956 55 56 60គឺរៀនតែប៉ុណ្ណឹងរៀនពីពិសោធន៍កិច្ចព្រមព្រៀងហ្សឺណែវថាពឹងលើវៀតណាមពឹងលើបរទេសមិនបានទេទោះជាអ្នកបរទេសនឹងល្អយ៉ាងណាក៏ដោយពឹងលើគេមិនបានទេគឺត្រូវឈរលើគោលជំហរឯករាជ្យម្ចាស់ការពេលនោះការសម្រេចចិត្តពេលនោះគឺថាដូច្នេះខ្ញុំសូមអានជូនយើងមិនត្រូវអនុញ្ញាតឲ្យរដ្ឋដទៃសម្រាប់វាសនាជាតិយើងប្រជាជនយើងនិងបដិវត្តយើងដាច់ខាតបច្ចុប្បន្ននេះរដ្ឋនេះនៅចិញ្ចឹមគូលបំណងចាស់របស់គេតែដដែលមិនត្រូវឲ្យកំហុសជាប្រវត្តិសាស្ត្រមកហើយនោះត្រឡប់មកវិញម្ដងទៀតទេយើងត្រូវតែឈរលើគោលជំហរឯករាជ្យម្ចាស់ការខ្លួនទីពឹងខ្លួនហើយទ្រាំទ្រលំបាកវេទនាឲ្យរឹងមាំជាប់ជានិច្ចឈរលើមូលដ្ឋាននេះជំនួយណាយើងទទួលជំនួយណាយើងមិនទទួលអាស្រ័យលើយើងឃើញថាតើមានប្រយោជន៍ដល់យើងឬមិនមាននឹងឈរលើវិធីដែលគេប្រើប្រាស់ជំនួយនេះយ៉ាងណាខ្លឹមសារនេះខ្ញុំដកស្រង់ពីសៀវភៅរបស់លោក Philipson ដែលមានចំណងជើងថាប៉ុល ពតប្រវត្តិនៃការយល់សប្តិដ៏អាក្រក់នៅកណ្ដាលអាធ្រាត្រទំព័រ213ដល់គាត់ត្រឡប់មកក្នុងប្រទេសវិញគាត់រកយល់មុនគេគឺសភាពការនៅបូព៌ាពីព្រោះបូព៌ាកាលពីឆ្នាំ1900វាមានពិសោធន៍ដែលទុនជ្រាយបន្តិចទៅហើយនេះហើយបានដល់ឆ្នាំ1970លោកចង់យល់សភាពការនៅខាងនោះមុនគេសភាពការនៅវិទ្យាពេលនោះក៏ដូចប៉ុល ពតបានព្រួយបារម្ភមែនលើបញ្ហានេះទាសម្បុនឈ្មោះទាសម្បុនកម្មាភិបាលមួយរូប
នៃភូមិភាគបូព៌ាបានរៀបរាប់ដូចតទៅនៅឆ្នាំ1970ពួកកុម្មុយនីសវៀតណាមចូលកម្ពុជាដើម្បីវាយពួកលន់នល់ហើយរំដោះដីបានធំទូលាយដំបូងឡើយគេបានសួរមតិសូកឹមដែរតែដំបូងយើងមិនយល់ស្របទេពីព្រោះជាប្រទេសយើងសុំតែកំភ្លើងទេអាហ្នឹងគឺតាមការដែលរៀនសូត្រជាមួយគ្នាដល់ពិសោធន៍ជាមួយគ្នាយកជាមួយអញ្ចឹងប៉ុន្តែខាងវៀតណាមថាទោះបីលោកសុភឹមមិនព្រមក៏គេនៅតែចូលពីព្រោះសភាពការវានាំឲ្យអន្តរាយដល់ប្រទេសគេហើយគេមិនថែមថាបើគ្មានគេជួយទេយើងក៏មិនអាចរំដោះប្រទេសយើងបានដែរការពិតទៅក្នុងសភាពការដែលកម្លាំងតស៊ូវៀតណាមត្រូវអាមេរិកដេញពីក្រោយយើងទប់គេមិនឲ្យចូលប្រទេសយើងមិនបានទេអានោះគឺមិនគេចេះតែចូលហើយគឺខ្លាំងយើងឯងយើងមានស្អីទៅទប់គេក៏ប៉ុន្តែបើគេចូលមកឲ្យគេចូលមកចុះប៉ុន្តែយើងកុំទៅលាយឡំជាមួយគេយើងនៅឯករាជ្យតែយើងដោយឡែកទៅជាកម្មបាលគ្រប់គ្រងមូលដ្ឋានមួយត្រូវធ្វើអញ្ចឹងអាហ្នឹងហើយចាំដល់ជុំគ្នាយើងចាំពិភាក្សាគ្នាល្អិតទៀតទៅប៉ុន្តែមិនដូច្នេះលោកសុភឹមបានសម្រេចដោយឯកតោភាគីលើសភាពការនេះទាសម្បុនដដែលបានរៀបរាប់ដូចតទៅតាំងពីពេលនោះមកយើងទៅជាមិត្តរាប់អានគ្នាជិតស្និទ្ធណាស់យើងទៅណាមកណាក៏ជាមួយគេយើងនោះគឺកងទ័ពតាមខ្ញុំយល់យើងទទួលកំភ្លើងដែលគេដណ្ដើមបានមកឲ្យទាហានយើងអានេះខុសពីស្មារតីដែលបានខ្ញុំបានអានមិញហ្នឹងយើងពង្រីកដល់វរៈសេនាធំភ្លាមមករឿងនេះខ្ញុំអត់ដឹងខ្លួនឯងទេកាលពីឆ្នាំ70នៅបូព៌ាខ្ញុំអត់ដឹងគេធ្វើអីទេ